การឡើងយ៉ាងឆាប់រហ័សពីការជួញដូរកញ្ឆារហូតដល់ក្លាយជាប្រធានក្រុម Medellin Cartel នៅឆ្នាំ1907នៅសម័យកាលរបស់គាត់គេសង្កេតឃើញថាមានអំពើហិង្សាខ្លាំងរួមទាំងការសូកប៉ាន់និងការធ្វើឃាតកម្មដែលរំពាត់ដោយភាពល្បីល្បាញរបស់ Pablo Escobar នៅពេលគាត់ឈានដល់កម្រិតកំពូលគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទូទាំងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិដែលបានមកពីការជួញដូរកូកាអ៊ីនដែលត្រូវបានគេរាយការណ៍ថាបានរត់ពន្ធកូកាអ៊ីនប្រហែល80តោនក្នុងមួយខែទៅកាន់សហរដ្ឋអាមេរិកកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌នៅក្នុងសហគមន៍របស់គាត់ដោយ Escobar បានសាងសង់អគារសាលារៀននិងមន្ទីរពេទ្យដែលនាំឲ្យ Pablo Escobar ទទួលបានការគាំទ្រពីប្រជាជននៅក្នុងប្រទេសកូឡុំប៊ីអាណាចក្រឧក្រិដ្ឋកម្មរបស់ Escobar នៅទីបំផុតបាននាំឲ្យមានការតាមប្រម៉ាញ់ដ៏ធំមួយដែលឈានដល់ការស្លាប់របស់គាត់នៅថ្ងៃទី2ខែធ្នូឆ្នាំ1993ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរកូឡុំប៊ី1992ជីវិតដំបូងលោក Pablo Escobar ធំធាត់នៅ Rio Grande ដែលជាទីក្រុងតូចមួយនៅជិតទីក្រុង Medellin ប្រទេសកូឡុំប៊ីគ្រួសាររបស់គាត់មិនមែនជាអ្នកក្រីក្រតាមស្តង់ដារកូឡុំប៊ីទេហើយនៅទីបំផុតបានផ្លាស់ទៅ Envigado ដែលជាក្រុងមួយរបស់ទីក្រុង Medellin ជាកន្លែងដែលឪពុករបស់គាត់ធ្វើការជាអ្នកយាមសង្កាត់និងម្ដាយរបស់គាត់ជាគ្រូបង្រៀន Escobar បានសិក្សាបានល្អនៅសាលាហើយឪពុកម្ដាយរបស់គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងសហគមន៍ទោះជាយ៉ាងណាក៏ដោយដើមឆ្នាំ1961នៅក្នុងប្រទេសកូឡុំប៊ីកញ្ឆាមានឥទ្ធិពលខ្លាំងនិងងាយស្រួលរកការជក់បារីនិងការបះបោររបស់ Escobar នៅទីបំផុតបាននាំឲ្យគាត់ឈប់រៀនហើយចាប់ផ្ដើមជីវិតឧក្រិដ្ឋកម្មរបស់គាត់ជាក្មេងទំនើងតូចមួយអាជីពឧក្រិដ្ឋកម្មសកម្មភាពឧក្រិដ្ឋកម្មពិតប្រាកដដំបូងរបស់ Escobar គឺមិនច្បាស់លាស់103ក្នុងឆ្នាំ1989ហើយត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការស្លាប់របស់បេក្ខជនប្រធានាធិបតីនិងចៅក្រមនៃតុលាការកំពូលកូឡុំប៊ីក្នុងឆ្នាំ1985ឃាតកម្មដ៏ឃោរឃៅទាំងនេះត្រូវបានបដិញ្ញាចិត្តដើម្បីរក្សាការគ្រប់គ្រងការជួញដូរកុលពីព្រោះពួកគេមិនមានទំនាក់ទំនងជាមួយអង្គការរដ្ឋាភិបាលណាមួយឡើយ Los Pips តាមរយៈការប្រមាញ់ Escobar របស់ពួកគេទទួលខុសត្រូវចំពោះការស្លាប់របស់ដៃគូមិត្តភក្តិនិងសាច់ញាតិជាង300នាក់របស់ Escobar និងការបំផ្លាញទ្រព្យសម្បត្តិជាច្រើនរបស់ Escobar ទោះបីជារដ្ឋាភិបាលសហរដ្ឋអាមេរិកនិងកូឡុំប៊ីមិនដែលខិតខំប្រឹងប្រែងរបស់ភ្លុកស្វែងរកដើម្បីស្វែងរក Escobar និងក្នុងការដួលរំចុងក្រោយរបស់គាត់បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល16ខែថ្ងៃធ្វើការខុសច្បាប់របស់ Escobar បានបញ្ចប់នៅថ្ងៃទី2ខែធ្នូឆ្នាំ1993ក្រុម Search Block ដោយមានជំនួយពី Central Spike បានរកឃើញគាត់នៅក្នុងសង្កាត់មួយក្នុងទីក្រុង Medellin ហើយការបាញ់ប្រហារដែលបានផ្ទុះឡើងនៅលើដំបូលផ្ទះក្នុងទីក្រុង Medellin Escobar គឺជាចោរប្លន់ដ៏អស្ចារ្យបំផុតម្នាក់របស់ពិភពលោកជាច្រើនឆ្នាំរាប់លានដុល្លារនិងជីវិតជាច្រើនត្រូវបានហត់នឿយក្នុងការតាមប្រមាញ់គាត់ជាច្រើនឆ្នាំបន្ទាប់ពីការស្លាប់របស់គាត់ពិភពលោកនៅតែចាប់អារម្មណ៍នឹងគាត់ខ្សែភាពយន្ត Escobar Paradise Lost ដែលចេញផ្សាយក្នុងឆ្នាំ2014សម្ដែងដោយ Benicio del Toro ជា Escobar និងផ្ដល់នូវការយល់ដឹងអំពីជីវិតរបស់គាត់តាមរយៈរឿងប្រឌិតនៃស្នេហាវាងអ្នកជិះស្គីលើទឹកនិងក្មួយស្រីរបស់ Escobar នៅឆ្នាំ2015ធារណជននិងរិះគន់កម្មវិធីនេះបន្តឡើងវិញសម្រាប់រដូវកាលទី2ហើយចាប់ផ្ដើមនៅឆ្នាំ1989ហើយបង្ហាញពីរឿងរ៉ាវប្រឌិតអំពីឆ្នាំចុងក្រោយនៃជីវិតដ៏ច្របូកច្របល់របស់ Escobar តារាសម្ដែង Brazil Wagner Moura ត្រូវបានជ្រើសរើសឲ្យដើរតួជា Escobar ដ៏ល្បីល្បាញដែលត្រូវបានគេរាយការណ៍ថាឡើងទម្ងន់40ផោននិងរៀនភាសាអេស្ប៉ាញដើម្បីបង្ហាញតួនាទីនេះឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលស្រាវជ្រាវហើយថែមទាំងបានរកឃើញផ្ទះមួយចំនួនដែលនៅតែមានរូបភាពរបស់ Escobar ព្យួរនៅលើជញ្ជាំងទៀតផងសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់បងប្អូនទាំងអស់គ្នាប្រសិនចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe និង Like ម្នាក់មួយផងជាកម្លាំងចិត្តសូមអរគុណ